បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនលោកតាយាយប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសទាំងអស់ខ្ញុំមុងសុភ័ក្រជាប្រធានក្រុមនិស្សិតអ្នកស្រាវជ្រាវវ័យក្មេងនៃសមាគម100រាត្រីថ្ងៃនេះខ្ញុំធ្វើវីដេអូមួយតាក់ទងទៅនឹងការប្រកាសសារក្រមថ្មីរបស់លោករងឈុនដែលតាក់ទងទៅនឹងការចោទពីបទញុះញង់ឲ្យមានភាពវឹកវរក្នុងសង្គមនៅក្នុងចំណុចក្នុងការចោទប្រកាន់របស់តុលាការដែលបញ្ជាក់ថានៅស្រុកកោះធំលោកបានលើកឡើងពីប្រទេសកម្ពុជាជាប្រទេសជាប់លេខ1ក្នុងឆបោក្រិតកម្មនេះជាការដាក់បន្ទុកឬក៏ប្រមាថជាតិសាសន៍ប្រទេសខ្លួនឯងដែលធ្វើឲ្យជាតិខ្លួនឯងនេះអាប់អោនជាពិសេសនោះអ្នកនយោបាយតែងតែលើកឡើងអំពីកំហុសជន់ពលិចអ្នកដតីដើម្បីប្រជាប្រិយភាពរបស់ខ្លួនប្រជាពលរដ្ឋខ្មែរដែលតាមដានការបកស្រាយការលើកឡើងរបស់អ្នកនយោបាយតែងតែចង់បានការបកស្រាយនឹងហេតុផលជាក់លាក់មានច្បាប់មានគោលនយោបាយមានបទធម៌ល្អសម្រាប់ឲ្យប្រជាពលរដ្ឋពិចារណាក្នុងការចូលរួមគាំទ្ររបស់គណៈបកមួយប៉ុន្តែនៅក្នុងចំណុចនោះដែរដែលខ្ញុំមើលឃើញថាលោកគ្រូរងឈុនគាត់លើកឡើងនេះគឺចង់ឲ្យប្រជាពលរដ្ឋខ្មែរយើងស្អប់មេដឹកនាំនិងរដ្ឋាភិបាលបច្ចុប្បន្នទើបធ្វើឲ្យមានការចោទប្រកាន់ពីបទញុះញង់ព្រោះអ្នកនយោបាយដែលមានបទធម៌ខុសពីលោកសំរងស៊ីផ្ទុយពីលោកសំរងស៊ីនោះគេមិនលើករឿងជន់ពលិចអ្នកដតីហើយលើកខ្លួនឯងថាជាមេដឹកនាំខ្លាំងអាចអភិវឌ្ឍជាតិបាននោះទេប្រសិនបើជាដឹងអំពីបញ្ហានៅក្នុងប្រទេសរបស់ខ្លួនជាក់ស្ដែងដូចជាបញ្ហាក្រិតកម្មអនឡាញឬក៏បញ្ហាផ្សេងសូមអ្នកនយោបាយទាំងអស់លើកឡើងអំពីដំណោះស្រាយនិងយុទ្ធសាស្ត្រគោលនយោបាយរបស់ខ្លួនជម្រាបទៅប្រជាពលរដ្ឋនិងអ្នកគាំទ្រខ្លួនឲ្យគាត់បានយល់អំពីហេតុផលបានដឹងគាត់ក៏ទទួលបានចំណេះដឹងហើយជាពិសេសនោះគណៈបកនយោបាយក៏ទទួលបានការគាំទ្រពីការចេះពីការពីយុទ្ធសាស្ត្រក្នុងការដោះស្រាយប្រទេសជាតិរបស់ខ្លួនក្នុងគោលនយោបាយខ្លួនដើម្បីឆ្ពោះទៅរកការប្រកួតប្រជែងដោយត្រឹមត្រូវដោយស្របច្បាប់នេះហើយដែលជាវប្បធម៌ល្អមួយហើយយុវជនក៏ចង់បានវប្បធម៌ទាំងអស់នេះទៅថ្ងៃមុខដើម្បីជាការអភិវឌ្ឍជាតិឲ្យរីកចម្រើនជៀសវាងយើងប្រើវប្បធម៌លោកសំរងស៊ីចាស់ដែលចង់កំទេចរបស់ដែលមានស្រាប់ហើយកសាងដោយដៃរបស់គាត់នេះហើយជាអំនួតមួយដែលចេះតែធ្វើនយោបាយគៀងគរមនុស្សយកទៅបំផ្លាញប្រទេសជាតិខ្លួនឯងហើយនយោបាយនេះខ្ញុំគិតថាទោះជាបានឡើងដឹកនាំមែនក៏ធ្វើឲ្យជាតិអន្តរាយដែរបញ្ហាជាក់ស្ដែងអ្វីដែលយើងមានគណៈបកនយោបាយទាំងអស់គួរតែយកចំណុចហ្នឹងយកទៅសិក្សាស្រាវជ្រាវហើយចេញជាគោលនយោបាយក្នុងការដោះស្រាយក្នុងវិស័យណាមួយឲ្យបានល្អជៀសវាងយើងទៅចោទប្រកាន់គេញុះញង់ប្រជាពលរដ្ឋឲ្យស្អប់គេហើយស្រឡាញ់ខ្លួនយើងនោះនេះជាអំពើមួយដែលខុសច្បាប់ផងហើយក៏ជាវប្បធម៌នយោបាយមួយដែលមិនល្អផងហើយប្រទេសណាក៏មានបទល្មើសអក្រិតកម្មចឹងដែរដោយសហរដ្ឋអាមេរិកពីមុនជនជាតិមេស៊ីកូក៏បានលួចឆ្លងដែនមកធ្វើអក្រិតកម្មមានទាំងគ្រឿងញៀនមានទាំងអីផ្សេងជាច្រើនទើបធ្វើឲ្យត្រាំនេះដាច់ចិត្តធ្វើរបងដើម្បីពាត់ព្រំដែនមេស៊ីកូអញ្ចឹងនៅប្រទេសខ្លាំងសួរថាគេមានចេតនាចង់ឲ្យរបស់ទាំងអស់នោះចូលក្នុងប្រទេសគេដែរទេហើយសម្រាប់គណៈបកនយោបាយបើសិនជាប្រើវប្បធម៌នយោបាយលោកសំរងស៊ីដែលចេះតែជន់ពលិចអ្នកដតីហើយលើកកម្ពស់ខ្លួនឯងថាខ្លួនឯងជាអ្នកដឹកនាំគ្រាន់បើសម្រាប់ខ្ញុំជាយុវជនក៏មានទស្សនៈនៅក្នុងចំណុចនេះដែរក៏ចង់ឲ្យអ្នកនយោបាយទាំងអស់គោរពទៅតាមនីតិវិធីច្បាប់ហើយកាន់យកវប្បធម៌នយោបាយមួយល្អគឺមានន័យថានៅពេលដែលយើងឃើញភាពអសកម្មមួយនៅក្នុងប្រទេសរបស់ខ្លួនយើងគួរតែបង្កើតបញ្ញវន្តយើងដោះស្រាយនៅក្នុងយុទ្ធសាស្ត្រលើកអំពីចំណុចមួយដើម្បីដោះស្រាយបញ្ហានេះនៅក្នុងប្រទេសនៅពេលដែលខ្លួនគួរប្រជែងបានសន្លឹកឆ្នោតជាប់ជាថ្នាក់ដឹកនាំខ្លួននឹងដោះស្រាយតាមកម្រិតនេះហើយជាវប្បធម៌នយោបាយមួយដែលមិនបានជន់ពលិចអ្នកដតីមិនបានទៅបរិហាគេចោទប្រកាន់ថ្នាក់ដឹកនាំថាគេអញ្ចោះហើយយើងលើកថាខ្លួនយើងអាចនឹងដោះស្រាយបាននេះជាចំណុចមិនល្អចំណុចទី2ក៏ខ្ញុំសូមគាំទ្រចំពោះការបិទសិទ្ធទាំងឡាយនេះដើម្បីបង្ការហានិភ័យព្រោះ
dương mơ khơi ngay tha cả nạp bạ cầm làng chiết ní cứ miên bật thon nយោបាយទៅនឹងលោកសំស៊ី90%ហើយភាគច្រើនគឺគាត់ចូលចិត្តចោតប្រកាន់គេដាក់បន្ទុកទៅគេហើយលើកខ្លួនឯងមិនមានដំណោះស្រាយយុទ្ធសាស្ត្រគោលនយោបាយណាមួយបង្ហាញទៅប្រជាពលរដ្ឋឲ្យប្រជាពលរដ្ឋគាត់គាំទ្រទៅតាមរយៈការដឹកនាំប្រកួតប្រជែងដោយត្រឹមត្រូវគឺចូលចិត្តតែធ្វើរឿងដែលខុសហើយយកកម្លាំងមនុស្សយកមកការពារនៅក្នុងចំណុចនេះក៏ខ្ញុំចង់លើកទឹកចិត្តប្រជាពលរដ្ឋខ្មែរទាំងអស់ដែលស្រឡាញ់សង្គមនិងការចូលរួមនយោបាយសូមកុំរត់តាមសេណារីយ៉ូនយោបាយគណៈបកដែលមានវប្បធម៌នយោបាយលោកសំស៊ីនេះហើយខ្ញុំមិនដឹងថានៅថ្ងៃខាងមុខបន្ទាប់ប្រសិនបើជាគេខាត់ខ្លួនលោកគ្រូលងឈុនមែនតើប្រធានគណៈបកកម្លាំងជាតិនឹងធ្វើអ្វីបន្តតើគេយកវប្បធម៌នយោបាយលោកសំស៊ីមកប្រើឬក៏រក្សាគោលនយោបាយនិងគោលចំហរបស់ខ្លួនធ្វើទៅតាមសន្តិវិធីនយោបាយនិងការគោរពច្បាប់នៅក្នុងនាមខ្ញុំជាយុវជនជាចុងក្រោយក៏សូមអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់កុំចូលរួមរចលនាដែលខុសចូលចិត្តគៀងកពូមីងលោកតាលោកយាយទៅការពារកំហុសគេនោះជារឿងមិនល្អសូមជាពិសេសក៏សូមអំពាវនាវដល់អ្នកនយោបាយទាំងអស់ព្យាយាមបង្កើននូវវប្បធម៌នយោបាយបញ្ញវន្តថ្មីដ៏ល្អមួយសម្រាប់សង្គមកុំព្យាយាមចោទប្រកាន់គេដាក់បន្ទុកគេហើយលើកកម្ពស់ខ្លួនឯងនេះជារឿងមួយដែលខុសនឹងច្បាប់ដែលធ្វើឲ្យប្រជាពលរដ្ឋខ្លះគាត់មិនបានយល់ជាពលរដ្ឋខ្លះគាត់យល់ធ្វើឲ្យមានការបែងចែកបែកបាក់សាមគ្គីជាតិយើងបាទសូមអរគុណ